សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើការបង្ហាញបងប្អូននៅសកម្មភាពត្រីក្រឹមបាទគៀបពោអញ្ចឹងឥឡូវនេះគឺម៉ោង11ព្រឹកហើយត្រីក្រឹមកំពុងតែធ្វើការគៀបពងបងប្អូនទាំងអស់គ្នាហើយខ្ញុំធ្វើការបង្កាត់ចំនួន4គូបាទធ្វើការបង្កាត់ចំនួន4គូហើយឥឡូវនេះត្រី4គូហ្នឹងគឺវាគៀបពងក្នុងពេលតែមួយបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនបានឃើញនេះគឺជាប្រភេទអន្តាយបាទត្រីក្រឹមអន្តាយផ្លាត់ត្រីក្រឹមអន្តាយផ្លាត់ហ្នឹងខ្ញុំធ្វើការបង្កាត់វាបាន2ខ្សែបងប្អូននេះគឺបាចាស់មេចាស់បាទហើយមេនេះក៏អញ្ចឹងដែរបាទធ្វើការបង្កាត់រួច2ខ្សែហើយមេនេះវាស៊ីបាទវាស៊ីចំណៃស៊ីអីយ៉ាងថាឥឡូវបាទឡើងពងឡើងកពីងណាហើយពងបាទសាទី1ក៏ច្រើនដែរអញ្ចឹងសាទី3នេះតាមការពិនិត្យមើលទៅបាទគឺច្រើនដោយសារមេវាកាន់តែធំបាទពងកាន់តែច្រើនណាបងប្អូនបាទចំណែកខាងនេះពួកស្រីបាទពួកត្រីសៀមបាទខាងនេះគឺពួកត្រីសៀមបាទខាងនោះក៏អញ្ចឹងដែរបងប្អូនណាកំពុងឈ្មោលកំពុងតែប្រមូលពងបងប្អូនប្រហែលជាអាចឃើញហើយបាទឈ្មោលកំពុងតែប្រមូលពងហើយមេបាទកំពុងតែបដែតខ្លួននៅក្រោមពពុះហ្នឹងអញ្ចឹងឈ្មោលបាទវាមានតួនាទីជាអ្នកគៀបពងបងប្អូនបាទជាអ្នកគៀបមេធ្វើឲ្យពងធ្លាក់ចុះមកក្រោមហើយវាប្រមូលផ្លុំបាទចុះពពុះមេបាទក៏មានតួនាទីបាទប្រមូលពងដែរបងប្អូនមានថាតែឈ្មោលទេមេក៏វាសហការដែរបាទវាប្រមូលពងដូចគ្នាបាទផ្លុំចុះពពុះអញ្ចឹងនោះគឺជាសកម្មភាពត្រីបាទកំពុងតែគៀបទៀតហើយបាទឈ្មោលទៅគៀបទៀតហើយបាទពេលដែលវាគៀបអញ្ចឹងទៅគឺពងវាធ្លាក់បាទវាធ្លាក់ពីពោះមេមកបងប្អូនបាទធ្លាក់ពីពោះមេមកអាឈ្មោលវាប្រមូលបាទវាប្រមូលម្ដងម្ដងម្គ្រាប់ម្ដង4 5គ្រាប់អីចឹងទៅវាតាមធ្លាក់រេធ្លាក់ដុំណាបន្ទាប់ពីហ្នឹងគឺវាផ្លុំចុះពពុះបាទហើយយើងឃើញបាទសកម្មភាពអញ្ចឹងមិនមែនតែឈ្មោលស៊ីពងទេគឺវាប្រមូលពងបាទប្រមូលពងផ្លុំពពុះអញ្ចឹងមានបងប្អូនយើងមួយចំនួនដែរដែលគាត់យល់ច្រឡំថាឈ្មោលវាស៊ីពងបាទខាងនេះក៏ដូចគ្នាដែរបាទកំពុងតែធ្វើការគៀបដូចគ្នាដែរហើយមេមួយគឺសិតតែពងពេញណាបងប្អូនទាំងអស់គ្នាបាទមេមួយគឺសិតតែពងពេញឡើងកពីងណាអញ្ចឹងបើសិនជាបងប្អូនបាទចង់បានប្រភេទមេត្រីបាទពួកថៃម៉ាឡេបងប្អូនចង់បានមេត្រីពួកថៃម៉ាឡេយកទៅបង្កាត់ជាមួយនឹងឈ្មោលរបស់បងប្អូនអីគឺអាចធ្វើការតាក់ទងមកបានដូចគ្នាដោយសារឥឡូវនេះគឺខ្ញុំធ្វើការបាទដងវាចេញមេដែលល្មមបង្កាត់បាទមេដែលពេញបង្កាត់គឺខ្ញុំដងធ្វើការដងមុនហ្នឹងបាទចិត្ត20គ្រាប់ដែរបងប្អូនទាំងអស់គ្នាគឺសិតតែពេញបាទកពីងណាបងចឹងយើងយកទៅបង្កាត់ទៅគឺបានកូនច្រើនបាទខាងនេះកន្លែងនេះប្រហែលជាកន្លះម៉ោងទៀតប្រហែលជាហើយឯងបងប្អូនបាទកន្លះម៉ោងបាទកន្លះម៉ោងទៀតអាចនឹងសម្រេចដែរអញ្ចឹងបាទអាចថា1ម៉ោងទៀតយើងអាចដកមេចេញហើយបាទដោយសារកន្លែងតូចយើងអាចទុកមេនៅជាមួយឈ្មោលបានទេព្រោះឲ្យឈ្មោលបន្ទាប់ពីវាគៀបពងហើយគឺវានៅខាងក្រោមពងវានៅការពារពងអញ្ចឹងមេបាទកាលណាយើងដកចេញឲ្យឈ្មោលវានឹងខាំហើយកាលណាខាំដាច់ខ្លួនច្រើនទៅវាឆ្លងមេរោគគឺត្រីនឹងវាអាចងាប់អញ្ចឹងវិធីដ៏ល្អគឺយើងត្រូវការដកមេចេញដើម្បីយកទៅដាក់នៅកន្លែងផ្សេងដែលសម្បូរចំណី
và dừng bấm pon với làm bay bàn pon lợt cáo dừng ngayประกาศ bàn tiền chẳng là tôi này tì bảo mê cứ miền phần năng bóng phôn từng ngọc lý hay bóng phôn và hai chị ai ngò thà tá dừng ngay tụng mê bàn đài rồi ọt chẳng là cho bố ca tụng mê ní bóng phôn đôi khi nhóm mà prap bóng phôn chẳng bà sân chỉ có lại tối dừng ai tụng mê bàn tì dừng tụng mê bán không cả nấy đã dừngประกาศnó không có lại thông đôi chỉ nó không phèn tất rồi nó không lưu cho đau mình dừng ai tụng mê bàn đã xa cùng liệt bà bị cái lạnh chmol cà bia pón hay nâng mế cứ bên đây ngay bị kia chẳng bị ọt ba nhà hai tỷ tại vì sân chỉ được lạnh tối tối cái những tọt cả chẳng to pi bàn pon hai bóng ôn từ tục chmol ở nơi diêm pon là nắng bà là hốt nhó bà phải to pi nhó nó là hốt câu nâng bia hai là bàn là ó và anh mình sẽ mặt hiệp hai bàn là ó không phải chạm pe bà bay ngày từ 5 ngày nữa bóng phá ôn ai bà bị trà ra đo chmol trên bán tại bà sân chỉ bóng phá ôn được trắng đó của bà này nhưng ai tục bà chỉ mùi nâng câu nó là hỗ trợ đo thông của bà này cứ vì ở mình bánh hai thế nào bóng phá ôn bà chmol cứ mình đây ta cà pi câu ta đài video này phong đai cứ nhom thưa ca bằng hai bóng phá ôn có đôi chuyện này gì mà tại tôn chỉ mùi nâng mì bá đài thưa ca bà cặp chẳng chmol bà kiếp ốm bà phải to bị bàn phóng cái những đoạn mê trình video này cứ miền phần năng đây bằng phone được ở kia và ai tạp đànនៅពេលក្រោយទៀតតាក់ទងជាមួយនឹងការបង្កើនក៏ដូចជាបាទបទពិសោធន៍ផ្សេងៗtrong video មានប៉ុណ្ណឹងអរគុណច្រើនជួបខ្ញុំវីដេអូបន្តនៅពេលក្រោយទៀតហើយបើសិនជាបងប្អូនបាទចង់បានប្រភេទបាទត្រីយុទ្ធប្រកាសមានប្រភេទបានខ្មោចកាត់អណ្ដូណាបាទខ្មោចកាត់អណ្ដូបាទមានមេមានឈ្មោលនិយាយចំខ្ញុំអត់ទាន់បង្ហាញទេដោយសារខ្ញុំដកវាដើម្បីទុកប្រកាសសិនបាទទុកប្រកាសពីបេគូសិនណាហើយមួយទៀតសម្រាប់បងប្អូនដែលចង់បានប្រភេទត្រីក្រាំព្រៃកាត់បងប្អូនក៏អាចធ្វើការតាក់ទងមកបានដែរបាទប្រភេទព្រៃកាត់គឺមានញីមានឈ្មោលបងប្អូនទាំងអស់គ្នាបាទមានញីមានឈ្មោលមានល្មមប្រកាសបងប្អូនចង់បានធ្វើពូជអីបាទគឺមានល្អអាចយកទៅប្រកាសយកទៅធ្វើពូជបានចឹងបងប្អូនអាចធ្វើការតាក់ទងមកបាទចូល Telegram គឺ0976328218បាទម្ដងទៀត0977638218ឬក៏បងប្អូនអាចធ្វើការឆាតចូល Page ក៏បានបាទឆាតចូល Facebook ក៏បានដែរ Facebook មានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសបងប្អូនអាចធ្វើការឆាតចូល Page ដោយ Page អក្សរខ្មែរមានឈ្មោះថាចំការត្រីក្រាំខេត្តតាកែវហើយ Page ជាភាសាអង់គ្លេសគឺ Paradise បាទ on earth បាទ Paradise on earth ចឹងបងប្អូនអាចធ្វើការឆាតចូលបានអរគុណជួបខ្ញុំវីដេអូបន្តនៅពេលក្រោយទៀត